បាទជំរាបសួរបាទទឹកឃ្មុំជាអីព្រៃធម្មជាតិខាងរតនគិរីខាងយើងខ្ញុំភាគច្រើនមកយប់បាទព្រោះគាត់ផ្លូវឆ្ងាយនេះចាំមើលបង្ហាញនេះកាប់ពូតបាទនេះបាទទឹកឃ្មុំចង្អេរព្រៃធម្មជាតិរតនគិរីខាងខ្ញុំពូតអញ្ចឹងយកទៅប្រើហ្មងអាហ្នឹងគេហៅទឹកឃ្មុំឆៅបាទយើងពូតអញ្ចឹងហើយចម្រោះវាហើយយកទៅប្រើអាហ្នឹងទឹកឃ្មុំឆៅបើគេពូតអញ្ចឹងហើយយកទៅបន្សុទ្ធជាតិទឹកចេញអាហ្នឹងគេហៅទឹកឃ្មុំឆ្អិនបងប្អូនអញ្ចឹងណាហើយឆ្លៀតឱកាសនេះដែរខ្ញុំសនំពោបាទដល់អ្នកលក់មិនថាទឹកឃ្មុំមិនថាអាហារទេបាទមេត្តារក្សាអនាម័យផងបាទព្រោះពាក់ព័ន្ធនិយាយរឿងទឹកឃ្មុំនេះតែម្ដងស្អិតណាស់បើសិនតែយើងសម្អាតមិនបានល្អក៏ខ្វក់ណាបាទអញ្ចឹងអតិថិជនគួរពិចារណាដែរបាទទៅលើអនាម័យជាចម្បងព្រោះវាជាអាហារបាទបើរបស់ប្រើប្រាស់យើងអាចលាងទឹកដុសសាប៊ូអីបែរអានេះអាហារបាទអញ្ចឹងផ្ដោតលើអនាម័យផងអញ្ចឹងសនំពុំទាំងឡាយផងពងហ្នឹងបាទទី1រក្សាទុកកុំឲ្យត្រូវថ្ងៃបាទកុំឲ្យត្រូវថ្ងៃចាំងចូលត្រូវវាបាត់គុណភាពឱសថទី2ការពូតចម្រោះច្រកដបសូមឲ្យមានអនាម័យទាំងអស់គ្នាបាទសម្រាប់ខាងខ្ញុំគិតណាស់ទៅលើផ្នែកអនាម័យទី1អនាម័យទី2គុណភាពបាទខ្ញុំផ្ដោតលើទី1អនាម័យទី2គុណភាពបាទហើយខ្ញុំយកតែខែប្រាំងតែប៉ុណ្ណោះបាទខ្ញុំអត់មានយកខែវស្សាយកមកលាយច្បុកច្បល់គ្នាអីទេអត់ទេខ្ញុំយកតែខែប្រាំងព្រោះខាងខ្ញុំមានលក់ត្បូងធម្មជាតិរតនគិរីដូច្នេះការដែលខ្ញុំលក់ទឹកឃ្មុំនេះដើម្បីបង្ហាញដែរពីភក្ដីភាពបាទភាពស្មោះត្រង់លក់របស់សុទ្ធធម្មជាតិអញ្ចឹងបងប្អូនចង់បានអាចតាក់ទង Telegram បាទ33213ដើម47បាទ Telegram 0883213ដើម47បាទក្បាលទឹកធំណាបាទឃើញខាងខ្ញុំពាក់ស្រោមដៃហើយចម្រោះដោយស្បៃដ៏ស្រស់ស្អាតបាទអញ្ចឹងបងប្អូនដែលយកទៅវិសាមានទំនុកចិត្តហើយចេញពីខាងខ្ញុំបាទអញ្ចឹងខ្ញុំអំពាវនាវនេះគឺចង់ឲ្យអ្នកលក់ទាំងឡាយទាំងពួងបាទមេត្តាបដោតលើអនាម័យដែរព្រោះខ្ញុំឃើញរូបភាពអ្នកខ្លះគាត់ផុសពិបាកទទួលយកហើយព្រោះខ្ញុំអ្នកចម្រោះខ្ញុំអ្នកអីខ្ញុំដឹងគ្រាន់សម្លឹងដឹងបាទឃើញទេអញ្ចឹងអ្នកអនាម័យមិនអ្នកអនាម័យបងប្អូនជាអតិជនដឹងហើយបាទគួរជ្រើសរើសខាងណាខាងជ្រើសរឿងអនាម័យឬអត់ឬយ៉ាងណាហ្នឹងសម្រាប់ចិត្តលើបងប្អូនតែខ្ញុំអំពាវនាវឲ្យអ្នកលក់ទាំងឡាយទាំងពួងពាក់ព័ន្ធទឹកឃ្មុំនេះមេត្តាឲ្យបាទគិតគូរលើគុណភាពគិតគូរទៅលើអនាម័យព្រោះឃើញខ្លះដាក់លក់ក្រោមយកឆាត់ក្រោមឆាត់ធ្វើឲ្យកម្ដៅថ្ងៃចាំងប៉ះត្រូវវាចេញចំហាយជាតិដបធ្វើឲ្យធុំទឹកឃ្មុំខូចគុណភាពឱសថបាទអានេះជាការសនំពុំយល់ច្បាស់អំពីរឿងហ្នឹងអញ្ចឹងខ្ញុំអំពាវនាវព្រោះឃើញបងប្អូនខ្លះគាត់កខ្វក់និយាយត្រង់អញ្ចឹងសនំពោទេហើយបើប៉ះពាល់បងប្អូនដែលកខ្វក់ហើយខឹងខ្ញុំក៏ខឹងដែរអានេះខ្ញុំនិយាយដោយភាពស្មោះត្រង់ដើម្បីភាពស្អាតនិងអនាម័យដល់អ្នកប្រើប្រាស់បាទសូមអរគុណ